សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមានពេលវេលាល្អសម្រាប់ចែករំលែកនៅក្តីស្រឡាញ់ក្នុងជីវិតគូគ្រួសារកន្លងមកពួកយើងមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការនិយាយចែករំលែកនៅអារម្មណ៍ផ្ទាល់ខ្លួននោះទេអញ្ចឹងថ្ងៃនេះខ្ញុំមានអារម្មណ៍ល្អហើយខ្ញុំនឹងចាប់ផ្ដើមធ្វើឲ្យជីវិតខ្ញុំនិងមិត្តភ័ក្តិនៅរស់នៅជុំគ្នាដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗមុនពេលដែលយើងចូលនិវត្តន៍ឬក៏យើងមានវ័យចំណាស់ជាងនេះខ្ញុំគិតថាម្នាក់សុទ្ធតែរវល់ដូចជាខ្ញុំនិងគ្រួសារខ្ញុំនេះគឺពិតជារវល់មែនទែនពុំមានពេលវេលាគ្រប់គ្រាន់សម្រាប់ដើរលេងកម្សាន្តឆ្ងាយនោះទេដោយសារពួកយើងមានកាតព្វកិច្ចសម្រាប់រកលុយគ្រប់គ្រងក្នុងគ្រួសារនិងបំពេញកាតព្វកិច្ចនិងការចំណាយផ្សេងៗក្នុងប្រចាំខែនីមួយៗយើងមានពេលតិចតួចសម្រាប់ចែករំលែកនៅក្តីស្រឡាញ់គ្រប់ទីកន្លែងហើយនៅថ្ងៃអាទិត្យនេះពួកយើងធ្វើរឿងល្អនិងជាច្រើនសម្រាប់ខ្លួនយើងក៏ដូចជាសម្រាប់នៅក្នុងផ្ទះផងដែរសម្រាប់គ្រួសារខ្ញុំថ្ងៃនេះពួកយើងបានធ្វើការងារផ្ទះមួយចំនួនដូចជាយើងបានជួសជុលកន្លែងលាងចានឲ្យបានស្អាតបាតកុំឲ្យមានការលេចធ្លាយហើយមួយទៀតពួកយើង